ណាស់ប៊ីបសាឡាតបងប្អូនមកញ៉ាំប៊ីបសាឡាតជាមួយខ្ញុំបានបៀមកកំប៉ុងមកឆ្ងាញ់ណាស់ឆ្ងាញ់ណាស់នេះគឺខ្ញុំលាយភ្លាបងប្អូនគឺខ្ញុំឆាសាច់មកផ្លេតទៅក៏ឲ្យវាឆ្អិនបន្តិចកុំឲ្យវាឆៅពេកណាយើងដាក់ក្រូចឆ្មាអំបិលឌីចេញហ្នឹងហើយស្លឹកគ្រៃហើយនឹងខ្ទឹមឥឡូវនេះខ្ញុំនឹងដាក់បន្លែcelery ហើយនឹងsweet pepper ហើយនឹងសណ្តែកគួរបងប្អូនភ្លាសណ្តែកគួរគឺវាត្រូវគ្នាជាមួយភ្លាបងប្អូនបើយើងមានសណ្តែកគួរគឺយើងដាក់បន្លែហ្នឹងឲ្យអស់ទៅយើងលាយចូលធ្វើភ្លាបងប្អូនថ្ងៃនេះ long weekend happy long weekend សូលាយឲ្យចូលជាតិbeef salad ឃើញតែបងប្អូននេះគឺខ្ញុំលាយវាឲ្យវាចូលជាតិហើយយើងដាក់ថែមទឹកត្រីណាហើយថ្ងៃនេះគឺខ្ញុំប្រើសាច់គោគេហៅbeef tenderloin ខ្ញុំប្រើសាច់គោល្អបំផុតបងប្អូនគឺវាទន់ឆ្ងាញ់ហើយវាផុយល្អខ្ញុំប្រើសាច់គោហ្នឹងឥឡូវនេះយើងនឹងដាក់ជីបងប្អូនយើងលាយវាអញ្ចឹងហើយយើងដាក់ជីនេះជីគឺខ្ញុំប្រើជី2មុខជីគេហៅថាជីពងមាន់ហើយនឹងជីប៉ត្រីបងប្អូនតែ2មុខហ្នឹងឯងតែបើយើងចូលចិត្តជីអង្កាមយើងដាក់ជីអង្កាមបានតែបើយើងអត់ចូលចិត្តយើងដាក់តែ2មុខឯងជីអង្កាមជីប៉ត្រីហ្នឹងហើយនឹងជីពងមាន់បងប្អូនគេហៅស្អីទៅជីពងមាន់ហ្នឹងយើងលាយវាចូលជាតិទៅបងប្អូនឥឡូវនេះយើងលាយហើយ beef salad ខ្ញុំឆ្ងាញ់ណាស់បងប្អូនគឺវាមានជាតិឈ្ងុយខ្ទឹមអីហ្នឹងហើយស្លឹកគ្រៃហ្នឹងណាហើយគ្រឿងមិនពិបាកឲ្យបងប្អូនទឹកត្រីប្រហុកប៊ីចេងស្ករហើយនឹងមកក្រូចឆ្មាហើយខ្ទឹមហើយនឹងស្លឹកគ្រៃទៅដាក់របស់ណាដែលយើងចូលចិត្តបន្លែណាដែលយើងចូលចិត្តឆ្ងាញ់ណាស់បងឆ្ងាញ់មែនតើជូរអែមឆ្ងាញ់មែនតើ beef salad